ជំរាបសួរសួស្តីអ្នកគ្នានេះគឺជា vlog ថ្មីរបស់យើងហើយខ្ញុំអត់ដឹងថាទីម៉ានឯអ្នកគ្នាដឹងតែនេះគឺក្នុងសាលារបស់ខ្ញុំពេលនោះគឺជាខ្ញុំទៅហៅធ្វើវីសាក្នុងសាលាត្រូវស្នើសុំខាងសាលាសិនអ្នកគ្នាហើយកន្លែងធ្វើនេះគឺខ្ញុំឡើងកម្មជាដើរជើងដូចជាម៉ានប៉ុនកម្មអ្នកគ្នានិយាយទៅអូចង់ដាច់ដាតអត់ចង់ធ្លាក់ខ្យល់ច្រឡំហើយខ្ញុំហាន់ឡើងមកហើយស្មាអស់ណានៅមានទៀតនិយាយទៅឡងហត់មែនតែនហ្មងណាហាត់តបានហូបអីហើយឡើងជាដើរនឹងរហូតទៅអូយងំឡើងដល់លើហ្នឹងគឺចង់ស្លាប់ហើយនេះទៅទស្សនភាពក្រោយអាគារហ្នឹងអ្នកគ្នាស្អាតខ្លាំងហ្មងលើភ្នំហ្មងណានិយាយទៅស្លាញខ្ញុំដូចធ្វើនៅលើភ្នំនិយាយទៅដូចលើភ្នំចឹងហើយនេះខ្ញុំដើរទៅមើលទេសភាពនៅលើហ្នឹងកន្លែងនេះដូចគេហៅប៉មហីខ្ញុំមិនដឹងអាហ្នឹងអីគេដែរដឹងសុទ្ធតែផ្កាជុំវិញហ្នឹងហ្មងហើយស្អាតខ្លាំងមែនតើមកអ្នកគ្នាទៅស្អាតខ្លាំងមកអ្នកគ្នាណាគេស្រឡាញ់ផ្កាអីមកសាលាខ្ញុំរស់នៅក្នុងសាលាខ្ញុំគឺរំភើបហ្មងហើយអ្នកគ្នាមើលឡើងទៅឃើញមេឃឃើញអីទៅដូចកន្លែងនៅលើឋានសួគ៌ហ្មងណាហើយនេះខ្ញុំដើរទៅវិញអ្នកគ្នាហើយនេះមានផ្លូវគេជិះណាតែខ្ញុំសុខចិត្តឡើងចដាអើយជឿហើយស្អាតខ្លាំងអ្នកគ្នាស្អាតមែនតែនហ្មងអ្នកគ្នាស្អាតមែនតែខ្ញុំដឹងនិយាយថាមិនដឹងស្អាតហើយនៅក្នុងសាលាខ្ញុំមិនមែនខែវសាលាគឺនៅក្នុងសាលាខ្ញុំទាំងអស់ហ្មងនិយាយទៅក្នុងហ្នឹងគឺក្នុងសាលាហ្មងនិយាយឲ្យផ្លូវស្អាតហើយអាពេលខ្ញុំពិបាកចិត្តអីចឹងមិនខ្ញុំពិបាកចាថាបងប្អូនគ្នាមកនឹងពិបាកចិត្ត stress អីយោជីវិតរស់នៅមានន័យហ្មងហើយនេះដូចមនុស្សស្រៀមទេអ្នកគ្នាតែខ្ញុំបានចូលហើយយើងថតលើកញ្ចក់ហ្នឹងទៅចាឃើញកញ្ចក់អីនឹងថតហើយដើរទៅទៀតអ្នកគ្នាឃើញផ្កានេះស្អាតមែនតែនចាមានជាការដើរចូលប្រយដូចអ្នកនេះដូចខ្ញុំនិយាយចង់ស្អាតខ្លាំងហ្មងហើយអាផ្កាហ្នឹងអាហ្នឹងដូចគេហៅស្មៅហីឡើងការឈុកហ្មងឡើងដូច AI អ្នកនេះតែមិនមែន AI ទេណាគឺស្អាតមែនតែនហ្មងតិចថាខ្ញុំថតនឹង AI ទេមែនទេចាំមើលខ្ញុំថតទេអ្នកគ្នានេះឃើញអត់មែន AI ទេអ្នកគ្នាមនុស្សប៉ិតហ្មងហើយយើងឃើញអាកញ្ចក់នេះថតទៀតអ្នកគ្នានិយាយទៅថតរហូតហ្មងតែស្អាតខ្លាំងហ្មងអ្នកគ្នាបំមកហ្នឹងគឺស្អាតមែនតែនហ្មងrecommend ឲ្យមកលេងសាលាខ្ញុំហើយនេះដឹងស្អីដូចក្រហមហើយតមកថ្ងៃបន្ទាប់ខ្ញុំក៏ជិះឡានទៅតុងលុកទៅរៀងក្រុងដើម្បីទៅដើរលេងមែនទេទៅយកកណ្ដាស់ពិនិត្យសុខភាពហើយនេះគឺបានចូលញ៉ាំអានេះគេហៅអីគេអូម៉ាឡេតអីមិនដឹងទេចេះអង់គ្លេសហ្នឹងអានេះមកហូបជប៉ុនអូយអ្នកគ្នាចេញមកធ្វើជាអ្នកមានមួយថ្ងៃចាអស់លុយចាយមកហូបមួយចានហ្នឹង5រៀលជាងអ្នកគ្នាអូយបាយព្រឹកចាអូ5រៀលចាយចោះអ្នកគ្នាចាយយើងចាយទៅហើយតមកនេះទៅដល់សាលាខ្ញុំភ្លៀងហើយយើងក៏ជិះតាមផ្លូវទៅដើរលេងអ្នកគ្នានេះជិះដើរលេងជិះកង់អគុយនឹងដើរលេងហើយទៅនៅខេត្តខ្ញុំហ្នឹងគឺសុទ្ធតែផ្កាហ្មងហើយនេះយប់ឡើងនិយាយទៅថត vlog ហ្នឹងគឺមិនតែមួយថ្ងៃទេគឺថតដាក់ចូលគ្នាហ្មងអ្នកគ្នាយប់ឡើងគឺដើរទៅទិញអីញ៉ាំក្រៅសាលាហើយសំខាន់អត់យកឆាត់ទៅទេមានណាភ្លៀងមករួចចាំយូរពេកចាំឲ្យវារាំងយូរពេកអត់កើតគឺដើរមកបរយទាំងភ្លៀងហ្មងអ្នកលងងាញាត់ធាក់ធ្វើនៅហ្នឹងហ្មងទាំង3ទាំង4នាក់នេះពី3នាក់ច្រឡំហើយបន្ទាប់មកទៀតគឺថ្ងៃបន្ទាប់នេះគឺខ្ញុំចូលរៀនហើយនេះខ្ញុំថតអ្នកគ្នាខ្ញុំថតឲ្យអ្នកគ្នាមើលសាលាខ្ញុំថ្នាក់ខ្ញុំអូយនិយាយឡើងទៅដិតថ្នាក់ខ្ញុំចូលមកដល់និយាយទៅស្អាតហើយនៅនេះអ្នកគ្នានៅនេះមានទូទស្សន៍នឹង touch screen មែនប៉ុន្តែគេប្រើដីសអាគៀនហ្នឹងគឺក្តារឈ្នួនគេហៅក្តារឈ្នួននេះយ៉ានេះម៉ោងគេសម្រាប់អញ្ចឹងគឺមានមនុស្សទេហើយនេះម៉ោងបន្ទាប់ទៀតអ្នកគ្នាចាហើយតមកនេះកន្លែងយកវ៉ាន់អ្នកគ្នាអូយស្អាតកន្លែងហ្នឹងស្អាតចឹងមកខ្ញុំថតអ្នកគ្នាហើយមើលវ៉ាន់ទិញម្ដងឲ្យគ្នាអោបយកទៅប្រឲ្យចាជួយកាន់គ្នាហើយនេះគឺជាម៉ោងថ្ងៃបន្ទាប់របស់ខ្ញុំហើយបន្ទប់ថ្មីអ្នកគ្នាបន្ទប់ខុសគ្នានិយាយទៅថ្ងៃខ្លះបន្ទប់ដូចគ្នាថ្ងៃខ្លះខុសគ្នាទៅនេះបន្ទប់ផ្សេងខុសពីថ្ងៃម្សិលមិញហើយនេះខ្ញុំបើកប្រួយមើលទេសភាពនិយាយទៅទេសភាពក្នុងសាលាខ្ញុំស្អាតខ្លាំងហ្មងអ្នកគ្នាគឺប្រយប្រឹក្សាខៀវសង្ងាត់បដ ாய் ខ្ញុំនិយាយមែនស្អាតទឹកនឹងនិយាយថាមិនដឹងស្អាតហើយបន្ទាប់មកយើងចេញពីរៀនយើងទៅយកវ៉ាន់ហើយទៅយកវ៉ាន់ថោបឲ្យឬក៏ភីនតអីអត់ដូចនៅខ្មែរមានក្រុមហ៊ុនដឹកជញ្ជូនមកយកឲ្យនេះចាទេមានលេខកូដមួយគឺដើររចាចង់វល់សម័យមើលយើងដើររលេខកូដយើហើយដើររម្ដងមួយនេះឃើញខ្ញុំដើររវែងខ្លាំងម្ដងគ្នាតែសប្បាយណាស់ពេលធ្វើចឹងទៅ
អ្នកគ្នាសម័យមើលអាវ៉ាន់យើង10 20ឧទាហរណ៍ពីយើងកំងវាមកម្ដងទាំងអស់5 6អាវ៉ាន់ហើយយើងដើរពីលេខនេះទៅលេខនោះអើយវែងហើយនេះថ្ងៃបន្ទាប់មកចាគឺមិត្តភក្តិខ្ញុំមិនភក្តិគេហៅ roommate ខ្ញុំគាត់ទិញកែវណោះនេះខ្ញុំកៀងគាត់ទិញកែវមកហូបទឹកឡើងវាគេស៊ីវិល័យដូចផឹកស្រាសំប៉ាញនេះគេខាងទឹកស្រាមកខ្ញុំផឹកអ្នកគ្នាខ្ញុំសួរគាត់ថាដាក់កែវនឹងទៅឆ្ងាញ់មែនឆ្ងាញ់ញ៉ាំហឹកកែវនឹងទៅឆ្ងាញ់អ្នកគ្នាទោះបីវាជាទឹកក៏ដោយហើយថ្ងៃបន្ទាប់ទៀតគឺយើងដើរទៅរៀនអ្នកគ្នាសំខាន់យឺតអូយហើយដើររក scan កង់អត់មានទេបាត់កង់អស់ហើយដើរទៅអ្នកគ្នាងើបព្រលឹមឡើងយឺតហើយម៉ោង10កន្លះហ្នឹងស្លាចូលរៀនម៉ោង10កន្លះចាខ្ញុំងើបនៅយឺតអូយមិនជឿហ្មងហើយងំចាំមើលអាទិត្យក្រោយអីខ្ញុំមានម៉ោងរៀនម៉ោង8ព្រឹកផឹកព្រលឹមឡើងណាចាំមើលងើបមកចាំមើលហើយយឺតចឹងហើយនៅថតវីដេអូសើចសប្បាយពេញហ្នឹងហ្មងចាសូមអរគុណបន្ទាប់ពីយើងចេញពីរៀនមកចាជិះដើរលេងខ្ញុំមិនមែនជិះដើរលេងតែខ្ញុំជិះទៅធ្វើដែលសុំលិខិតស្នាក់នៅរបស់សាលាយើងហ្នឹងដើម្បីយកទៅធ្វើវីសាអ្នកគ្នាហើយនេះទេសភាពក្នុងសាលាខ្ញុំទាំងអស់អ្នកគ្នាលើកនេះយើងជិះកង់ហើយអ្នកគ្នាយើងស្គាល់ផ្លូវស្គាល់អីលែងដើរចដើរនោះទៀតហើយចង់ធ្លាក់អណ្ដាតដល់ហើយជិះម្ដងចាផ្លូវទៅស្អាតមែនតានហ្មងណាអូយណោះខ្ញុំដឹងនិយាយថាមិនដឹងស្អាតខ្លាំងនោះអាគារមុខហ្នឹងយើងត្រូវឡើងទៅធ្វើហើយនាមមើលទេសភាពស្អាតមែនតែនហ្មងហើយនិយាយទៅស្អាតខ្លាំងណាបើអ្នកនរគ្នាមកលេងដឹងហីម៉ាក់យាយខ្ញុំដឹងថាស្អាតហើយនេះផ្លូវចុះទៅវិញស្អាតពេកខ្ញុំមិនដឹងនិយាយថាម៉េចនេះអាផ្កាស្មៅកាឈូកហ្នឹងណាអ្នកនរគ្នាដូច AI ចឹងតែមែនទេស្អាតហ្មងអ្នកនរគ្នាស្អាតខ្លាំងហើយតមកជិះឃើញបឹងហ្នឹងគេហៅបឹងហីអូយអានេះគេហៅកងានខ្មៅអូយអ្នកនរគ្នាស្អាតខ្លាំងហើយទៅ fresh ហ្មងណាតណេមកលេងស្លាញខ្ញុំគឺសុបាយហ្មងហើយខ្ញុំជិះហ្នឹងហើយជិះម៉ូតូជិះកង់បដាកាន់ថតបដាចាខ្លាចឡានសោះហើយតមកនេះផ្លូវដើរពេលហ្នឹងខ្ញុំទុកកង់ហើយដើរទៅលេងអាបឹងហ្នឹងអ្នកគ្នានិយាយទៅគឺអត់ស្គាល់ទេគឺដើររុករកផ្លូវបដ ாய் ឃើញvậyណាមានផ្លូវដើរគឺដើរទៅរហូតបដ ாய் ហើយនេះយើងដើរមកអ្នកគ្នាបឹងនឹងធំខ្លាំងហ្មងធំមែនតែនហ្មងណាហើយខ្ញុំមានអារម្មណ៍មើលបឹងនេះយូរដូចរៀងបេះដូងណាឃើញបេះដូងឃើញខ្ញុំច្អល់ខ្ញុំថាដូចរៀងបេះដូងបឹងនឹងគេធ្វើចេញជារឿងបេះដូងហ្មងមើលទៅកុំខ្ញុំមិនដឹងតែស្អាតមែនតែនហើយខ្ញុំមើលពីឆ្ងាយទៅនួឡៃនោះខ្ញុំស្មានតែអីគេសត្វតុនសាយអ្នកគ្នានេះខ្ញុំដើរទៅណាដើរទៅដល់កងោកអ្នកគ្នាអូហើយមើលពីចម្ងាយសតុនសាយចាចេញមកដល់កងោកណាឆ្កោះហីកងោកពណ៌សហើយកងោកពណ៌អាហ្នឹងពណ៌អីដឹងហីដឹងកងោកហ្នឹងមានកងោក4ក្បាលហើយនេះខ្ញុំនិយាយថាអីគេសាលាខ្ញុំសព្រៃឈើដល់នេះហើយខ្ញុំដើរហ្នឹងអត់ដឹងទៅណាឃើញផ្លូវដើរគឺដើរទៅរហូតហ្មងនិយាយទៅដើររុករកនិយាយទៅដូចក្រុមស៊ើបអង្កេតដើររកផ្លូវដើររកកន្លែងកំសាន្តអូយនិយាយមែនគឺនេះឃើញផ្លូវហ្នឹងដើរតែដឹងទៅណាទេនឹងដើរហើយនៅហ្នឹងមានដើមឈើច្រើនអីច្រើនហើយនេះនៅក្នុងសាលាអ្នកគ្នាដើរទៅជួបឃើញអាគារហ្នឹងអីចឹងបុរាណដូចវិហារតែមិនមែនទេដូចអីដែរអ្នកគ្នាស្ងប់ស្ងាត់ល្អម្លែងមិញហ្នឹងគឺស្ងប់ស្ងាត់ល្អមកអ្នកគ្នាហើយនេះខ្ញុំដើរទៅទៀតខ្ញុំដើរទៅរុករកទៀតហើយនិយាយទៅឃើញផ្លូវគឺខ្ញុំដើររហូតដើរទៅហោកំណប់ដូចកំណប់ចឹងតែមិនមែនទេយើងដើរទៅអត់ប្រយោជន៍ខ្លាំងតែដើរទៅមានអារម្មណ៍ប្លែករហូតយើងឡើងភ្ញាក់ផ្អើលមកអ្នកគ្នាស្អាតពេកវាស្អាតមែនតែនបដ ாய் ហើយខ្ញុំដើរសុកទៅខ្ញុំចុះទៅរកដល់នេះកន្លែងទឹកនេះអ្នកគ្នាអូយស្អាតមែនតែនមកនឹងនិយាយថាម៉េចឡើងស្អាតមែនតែនអ្នកគ្នាហើយអូយមិនដឹងនិយាយមិនខ្ញុំអត់ពាក្យនិយាយនេះហើយអានេះផ្លូវខ្ញុំដើរមកវិញតែស្អាតខ្លាំងអ៊ំគាត់កាត់ស្មៅកាត់អីទុំកាត់ហើយយើងដើរមកជួបកងានខ្មៅចា3ក្បាលហ្នឹងតែម្ដងហើយនេះថ្ងៃបន្ទាប់អ្នកគ្នាខ្ញុំទៅក្រុងជិះឡានជិះរថភ្លើងនេះដើរទៅហោចំណតរថភ្លើងអ្នកគ្នាដើរពីសាលាហៀងឆ្ងាយដែរហើយយើងទៅទិញសវត្ថរថភ្លើងហ្នឹងគេហៅសវត្ថកាតដឹងអីអ្នកគ្នាអើយដឹងដែរហើយយើងចូលដល់ក្នុងរថភ្លើងចាអូយទៅអ្នកនេះគឺឆហ្មងហើយយើងក៏បានដើរលេងមកដល់ supermarket អូយជួបមីងយូអ្នកគ្នាមកដល់ជួបសង្សារយើងតែម្ដងសង្សារគួយស្រឡាញ់ខ្លាំង I love you មីងយូអូយខ្ញុំកៀងទៅចុះសលេងឡើងកៀងrồiហើយនេះអូយអ្នកនេះមើលដឹងឃើញរបស់ផ្លែច្រើនទៅ
ស្អាតទំនើបជាស្អាតនំខេកបាយបាយជម្រាបសួរជម្រាបលាអ្នកគ្នាបាយបាយ